មិត្តរីរបស់យើងជាច្រើនមានដែលឆ្ងល់លេហើយអ្វីទៅវ័យយើងចាប់ពី28ឆ្នាំឡើងទៅគឺយើងប្រើប្រាស់ skin care ឬក៏ផលិតផលមួយចំនួនតែងតែអត់ត្រូវទេដោយសារតែមូលហេតុបងប្អូន3ចំណុចដែលអ្នកទាំងអស់គ្នាគួរដឹងជាពិសេសគឺមិត្តរីនឹងតែម្ដងគួរតែដឹងថាដោយសារតែមូលហេតុ3ចំណុចនឹងហើយដែលធ្វើឲ្យយើងនេះប្រើប្រាស់ skin care ដូរពីមួយទៅមួយអត់ត្រូវហើយស្បែករបស់យើងកាន់តែយ៉ាប់ទៅតាមអាយុណាមូលហេតុទី1ដោយសារតែយើងញ៉ាំពពួកជាតិអាល់កុលច្រើនជាប្រចាំថ្ងៃជាមូលហេតុធ្វើឲ្យស្បែករបស់យើងនឹងអត់ស្អាតទេហើយវាពាក់ព័ន្ធជាមួយនឹងអាយុរបស់យើងកោសិកាឬក៏ collagen វាត្រូវបាត់បង់អញ្ចឹងកាលណាយើងញ៉ាំពពួកអាល់កុលជាប្រចាំថ្ងៃវាធ្វើឲ្យបាត់បង់ collagen នៅក្នុងខ្លួនបណ្ដាធ្វើឲ្យស្បែកយើងស្ងួតស្អាតអាហ្នឹងគឺជារឿងមួយដែលយើងត្រូវគិតមូលហេតុទី2ដោយសារតែយើងអត់បត់ជើងមកទៀងទាត់មានន័យថាអត់បត់ជើងធំមកទៀងទាត់ហ្នឹងវាធ្វើឲ្យស្បែករបស់យើងហ្នឹងគឺអត់ស្អាតហើយអាសារធាតុពុលទាំងអស់ដែលនៅក្នុងខ្លួនរបស់យើងហ្នឹងគឺវាអត់បញ្ចេញទៅណាទេគឺវាជះមកលើខ្លួនរបស់យើងដូចជាស្បែកមុខស្បែកខ្លួនអីចឹងទៅវាមានអារម្មណ៍ថាស្បែកខ្សោះស្ងួតអីចឹងទៅវាអត់ស្អាតអាហ្នឹងគឺជាមូលហេតុទី2មូលហេតុទី3ដោយសារតែយើងនេះអត់ញ៉ាំទឹកបានគ្រប់គ្រាន់តែធ្វើឲ្យស្បែកយើងនឹងស្ងួតពីថ្ងៃទៅដល់ពេលស្ងួតយូរទៅកោសិកាស្បែកមុខរបស់យើងទប់លែងឆ្នះហើយអញ្ចឹងវាធ្វើឲ្យស្បែកយើងឡើងមុនឡើងជាប់ឬក៏អាចឲ្យអញ្ចឹងទៅអញ្ចឹងមូលហេតុទាំង3ហ្នឹងមិត្តរីទាំងអស់គ្នាគួរដឹងបើសិនជាអ្នកទាំងអស់គ្នាចង់បានស្បែកស្អាតហើយប្រើប្រាស់ skin care ល្មមទៅទទួលបានផលអាចបញ្ឈប់3ចំណុចហ្នឹងបានបងប្អូននឹងទទួលបានលទ្ធផលហើយទី1គឺថាយើងផ្ដាច់គ្រឿងអាល់កុលទាំងអស់ទៅទី2យើងលេងយ៉ាងណាធ្វើឲ្យយើងនឹងបាត់ជើងមករាល់ថ្ងៃទី3បងប្អូនញ៉ាំទឹកឲ្យបានគ្រប់ទៅ2លីត្រកន្លះឬក៏3លីត្រទៅគឺល្អសម្រាប់សុខភាពស្បែករបស់យើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអាចធ្វើ3ចំណុចនេះបានបងប្អូននឹងទទួលបានសម្រស់ក្មេងជាងវ័យទោះជាអ្នកទាំងអស់គ្នាមិនប្រើផលិតផលថ្លៃៗក៏ទទួលបានលទ្ធផលល្អដែរ